ឆ្ងាញ់ណាស់មិនពិបាកតទៅទៀតទេសម្រាប់បងប្អូនដែលជាអ្នកចង់ចេះធ្វើម្ហូបក្រោយពីមើលវីដេអូនេះថ្ងៃនេះខ្ញុំនឹងបង្ហាញជូនដល់បងប្អូនអំពីរបៀបធ្វើផាក់ឡូវពោះជ្រូកពិសេសណាស់អត់ធំក្លិនរសជាតិឈ្ងុយឆ្ងាញ់តែម្ដងបាទដោយថ្ងៃនេះខ្ញុំមានក្របពោះជ្រូកបាទមួយហ្នឹងព្រមទាំងពោះវៀនធំបាទថ្ងៃនេះពិសេសណាស់បាទធ្វើយ៉ាងណាដើម្បីឲ្យពោះវៀនដើម្បីឲ្យកាពះហ្នឹងបាទកុំឲ្យមានក្លិនចំណែកពោះវៀនធំនេះបាទពោះវៀនជ្រូកនេះគឺខ្ញុំយកទៅស្រោះទឹកក្តៅសិនបាទបន្ទាប់មកយកមកវាដើម្បីជាការងាយស្រួលពេលដែលយើងបេះខ្លាញ់បាទនៅក្នុងហ្នឹងគឺមានខ្លាញ់ច្រើនណាស់កាលណាយើងធ្វើតែអញ្ចឹងដោយយើងមិនវាទេគឺខ្លាញ់ច្រើនមែនទេបាទខ្លាញ់ឲ្យអត់ល្អធំក្លិនស្អុយណាស់អញ្ចឹងហើយយើងវាដូចជាកាពះក៏អញ្ចឹងដែរអានេះយើងបាច់យកស្រោះសិននេះណាយើងយកមកដល់យើងវាហើយយើងញីអំបិលអានេះចំពោះកាពះជ្រូកណាហើយបងប្អូនមានរបៀបធ្វើយ៉ាងណាក៏ធ្វើតាមរបៀបបងប្អូនទៅធ្វើយ៉ាងណាឲ្យបាត់ក្លិនឲ្យស្អាតតែម្ដងចំពោះកាពះជ្រូកនេះបាទចំណែកខ្ញុំគឺខ្ញុំញីអំបិលញីហើយខ្ញុំចាប់ដើមលាងទឹកបាទលាងទឹកឲ្យស្អាតហើយកោសវាបាទកោសបន្តមកទៀតចាប់ដើមញីអំបិលម្ដងទៀតហ្នឹងហើយញីម្ដងពីរដងអញ្ចឹងណាឬយើងអាចយកម្សៅមីម្សៅឆាមកញីលាងក៏បានដែរត្រង់កន្លែងហ្នឹងរួចរាល់ហើយយើងដាក់ដាំទឹកឲ្យពុះយើងយកមកស្រោះនឹងទឹកក្តៅម្ដងទៀតដាក់ចូលមកទឹកដែលកំពុងពុះនឹងដាក់ចូលហ្នឹងហើយអូខេត្រង់កន្លែងនេះយើងសង្កត់វាបន្តិចទៅឲ្យវាលិចយើងយកអំបិលបាទអំបិលទៀតដែរពេលហ្នឹងបងប្អូនចុះអំបិលដាក់អំបិលទៅមួយស្លាបព្រាទៅបន្តមកទៀតគ្របវាធ្វើយ៉ាងណាឲ្យទឹកនឹងពុះបាទមួយសន្ទុះប្រហែលជា5នាទីអីបានទេបងប្អូនយើងចាប់ស្រោចមកវិញបាទនេះឃើញទេក្លិនណាក្លិនមិនល្អទេបងប្អូនទោះបីយើងលាងយ៉ាងណាក៏នៅតែមិនបាត់ក្លិនដែរយើងយកមកស្រោចសិនមកហើយដួសដាក់ចូលចានមួយបាទអូខេនៅពេលហ្នឹងគឺយើងដាក់ចូលហើយបន្តមកទៀតយើងយកទៅលាងទឹកបាទធ្វើយ៉ាងណាឲ្យស្អាតទៅលាងនឹងទឹកស្អាតទៅមួយទឹកពីរទឹកបីទឹកអាស្រ័យលើបាទពោះវៀនជ្រូកយើងដែរបាទបើសិនជាវាស្មុគរោពេកបងប្អូនលាងឲ្យស្អាតមែនតែម្ដងហ្នឹងហើយឃើញថារំអិលជាតិស្មុគរោនឹងឃើញអស់ហើយបងប្អូនហើយនៅមានខ្លាញ់បន្តិចយើងបែកចេញមកឥឡូវនេះយើងមកមើលគ្រឿងក្រៅវិញបាទគ្រឿងក្រៅថ្ងៃនេះមានអ្វីខ្លះដូចជាស្ករត្នោតទឹកស៊ីអ៊ីវខ្មៅឬទឹកស៊ីអ៊ីវខាប់មានខ្ទឹមសខ្ទឹមក្រហមយើងដំឲ្យបែកចឹងមកហ្នឹងហើយមានរំដេងខ្ញីយើងហាន់មកបាទបងប្អូនហ្នឹងហើយហាន់ដូចที่ខ្ញុំបង្ហាញមកសន្លឹកស្លឹកតើយបាទនេះគឺជាស្លឹកតើយមួយសន្លឹកពីរសន្លឹកអីគួចចឹងមកអានេះគឺជាផ្កាច័ន្ទឬក៏ពុយកាក់បាទឈើអែមឬក៏អុកឈើហ្នឹងហើយបងប្អូនចំណែកខាងនេះវិញគឺម្រេចបងប្អូនណាម្រេចខ្មៅមួយស្លាបព្រាពីរស្លាបព្រាអីមកទឹកត្រីក៏យើងប្រើដែរក្នុងការធ្វើផាក់ឡូវរបៀបធ្វើរបស់គ្រួសារខ្ញុំទឹកស៊ីអ៊ីវបាទក៏ប្រើដូចគ្នាឥឡូវនេះយើងចាប់ផ្ដើមធ្វើដល់យើងប្រើខ្ទះមួយមកឬក៏ឆ្នាំងក៏បានដែរបងប្អូនដាក់ស្ករត្នោតយើងចូលទៅស្ករត្នោតប្រហែលជា2ស្លាបព្រាបាទចាប់ដើមញីបាទភ្លើងមកញីវាឲ្យរលាយមកស្ករត្នោតអានេះគឺយើងកន្លយស្ករដែរក៏ប៉ុន្តែកុំភ្លេចដាក់ខ្ទឹមសខ្ទឹមក្រហមដែលយើងបានដំបែកដាក់ចូលខ្ញីព្រមទាំងរំដេងក៏ដាក់ចូលដូចគ្នាញីចូលជាមួយគ្នាក៏កុំភ្លេចណានេះពុយកាក់ឬក៏បងប្អូនទូទៅហៅថាកាក់ច័ន្ទបាទអបឈើឬក៏សំបកឈើអែមម្រេចខ្មៅដាក់ចូលមកញីចុះញីឡើងប្រើភ្លើងសោយបាទមួយសន្ទុះក្រោយមកឃើញចាប់ដើមថាស្ករចាប់ដើមជើងក្រងហើយនៅពេលហ្នឹងពណ៌សម្បល់ក៏ប្រែដែរដាក់ទឹកស៊ីអ៊ីវចូលបងប្អូនដាក់បន្តិចបានហើយទឹកស៊ីអ៊ីវចាំយើងថែមដាក់ក្រោយក៏បានដូចជាទឹកត្រីអីហ្នឹងក៏ចឹងដែរខ្ញុំប្រើប្រហែលជា2ស្លាបព្រាបាទមក2ស្លាបព្រាអីចឹងបាទឬក៏3ស្លាបព្រាបន្ទាប់មកយើងយកពោះជ្រូកឬក៏កាពះជ្រូកយើងដាក់ចូលបាទពោះជ្រូកកាពះជ្រូកខ្ញុំនេះខ្ញុំប្រើទម្ងន់7.1 គីឡូបាទ7.1 គីឡូដែរហ្នឹងហើយមានតែប៉ុណ្្នឹងថ្ងៃនេះចង់ញ៉ាំក៏ធ្វើតែប៉ុណ្្នឹងបងប្អូនណាមានច្រើនដាក់ច្រើនមកមានត្រចៀកជ្រូកមានចំមុះជ្រូកវិញក៏ដាក់បានដូចគ្នាបងប្អូនណាដាក់ជាមួយគ្នាចឹងមកយើងត្រឡប់ញីចុះញីឡើងឆាចុះឆាឡើងមួយសន្ទុះធំមកបងប្អូនហ្នឹងហើយបន្តមកទៀតយើងដាក់ទឹកចូលតែម្ដងទឹកបាទទឹកស្អាតយ៉ាងហ្នឹងសម្រាប់ស្លអីហ្នឹងណាបងប្អូនហ្នឹងហើយសន្លឹកតើយកុំភ្លេចបងប្អូនបន្តមកទៀតទឹកស៊ីអ៊ីវខ្មៅឬទឹកស៊ីខាប់ហ្នឹងហើយដាក់រោយចូលបន្តិចតោះហ្នឹងហើយសកត់វាអូខេបន្តមកទៀតកុំភ្លេចបងប្អូនដាក់អំបិលចូលបន្តិចផងបាទប្រើអំបិលផងណាព្រោះអីយើងប្រើទឹកស៊ីអ៊ីវប្រើទឹកត្រីក៏ដាក់អំបិលចូលបន្តិចផងបន្តមកយើងគ្របមករឹបងាស់ឥឡូវនេះយើងងាកមកមើលរបៀបធ្វើទឹកសៀងយើងម្ដងបាទទឹកសៀងនេះគឺខ្ញុំមានសៀងមួយចានបន្តមកទៀតទឹកខ្មេះបាទក៏មានខ្ទឹមសចិញ្ច្រាំផងដែរមានម្ទេសបាទហើយសៀងកុំភ្លេចបងប្អូនយើងយកទៅចិញ្ច្រាំឬយកកែនមកសិនឥឡូវនេះចាប់ផ្ដើមធ្វើដាក់ប្រេងឆាមួយចូលក្នុងឆ្នាំងបាទដាក់បន្តិចមកអូខេបន្តមកខ្ទឹមសដាក់ចូលដើម្បីយើងបំពងខ្ទឹមសហ្នឹងឬក៏លីងខ្ទឹមសហ្នឹងឲ្យវាឡើងឈ្ងុយបន្តិចសិនប្រេងឆាក៏ពុំចាំបាច់ដាក់ច្រើនទេបងប្អូនដាក់ល្មមធ្វើថាយើងអាចនឹងលីងឬក៏បំពងខ្ទឹមសឲ្យឡើងឈ្ងុយបានហើយបន្តមកដាក់ស្ករសបន្តិចចូលបាទអូខេល្មមថាឡើងឈ្ងុយហើយនៅពេលនេះគឺយើងយកសៀងរបស់យើងកុំភ្លេចសៀងបងប្អូនយកទៅចិញ្ច្រាំសិនណាឬក៏យកទៅកិនក៏បានដែរហ្នឹងហើយចាប់ដើមដាក់ចូលឆាទៅឲ្យឡើងឈ្ងុយ
បន្តមកទៀតយើងដួសទឹកបាទផាក់លើដែលកំពុងរងាស់ហ្នឹងបាទដាក់ចូលតែកុំភ្លេចបងប្អូនសៀងប្រៃណាបាទសៀងប្រៃបងប្អូនខ្លាចប្រៃបងប្អូនប្រើចិត្តទឹកចែនដាក់ចូលក៏បានដូចគ្នាហ្នឹងហើយគេឆាមកបន្តមកទៀតយើងប្រើទឹកខ្មេះដាក់ចូលដោយបរិមាណល្មមបងប្អូនភ្លក់បដាក្រៃឡូជូរជ្រុលបាទកាយអត់កើតទេហ្នឹងហើយប៊ីចេងក៏ដាក់ចូលមកបើសិនជាបងប្អូនទម្លាប់ប្រើប៊ីចេងហ្នឹងហើយអូខេគ្រាន់តែប៉ុណ្្នឹងគឺយើងបានហើយទឹកសៀងសម្រាប់ជ្រលក់ផាក់លើបងប្អូនអាចកិនខ្ញីដាក់លាយចូលក៏បានដូចគ្នាបាទចំពោះទឹកសៀងណាឈ្ងុយឆ្ងាញ់បាទយើងប្រើដោយម្ទេសហាន់មកមានខ្ចីមានទុំមកហ្នឹងហើយឃើញទេគ្រាន់តែប៉ុណ្្នឹងទឹកសៀងផាក់លើគឺបានហើយមិនពិបាកទេឥឡូវនេះយើងងាកមកមើលបាទផាក់លើយើងឃើញថារងាស់ឃើញថាផុយហើយយើងអាចញ៉ាំជាមួយនឹងទឹកជ្រលក់សៀងបានឥឡូវនេះវីដេអូក៏បានចូលដល់ទីបញ្ចប់ផងដែរអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះសូមមេត្តាបងប្អូនជួយ like share វីដេអូបន្តសូមឲ្យព្រះជាម្ចាស់ប្រទានពរដល់បងប្អូនអរគុណជម្រាបលា